លោកលោកស្រីអ្នកនាងកញ្ញាឃើញថានៅពេលនេះតារាគ្រឿងយន្តរបស់យើងកំពុងតែឈររញ៉េរញ៉ៃហើយសូមបងតែសារភាពសម្ដាប់ធ្នាប់រៀបរយបន្តិចចូលរួមកម្មវិធីរបស់យើងគាត់ខំសេរីតែធ្វើមើលកៅសក់សេរីបងកៅអៅរុំទុំល្អទៅសក់ហ្មងមានកញ្ចាក់ឲ្យគាត់ឆ្លោះហ៎ហើយបានជាសក់បាស់ចឹងត្រូវតែបាញ់ពេលយើងចាស់បាញ់ទៅតមកទៀតហើយភ្លៀងស្បាត់ច្រើននេះមួយយើងនិយាយជាប់យើងចង់ថាមើលរឹកយើងវាមិនទៅល្អហើយភ្លៀងយើងកុំលឹកបាទឯលុនចាស់គាត់ភ្លេចហើយចាបងប្អូនតើឃើញបងសើចនៅលើឆាកសបាយធ្វើឲ្យគេសើចចង់ដឹងជីវភាពពិតប្រាកដនៅផ្ទះជីវិតពិតនៅផ្ទះភរិយាបងហៅបងថាម៉េចដែរយាធម្មតាហៅបងអំឡាញ់បងអំឡាញ់លោកប្តីអូលោកប្តីដៃកាន់ងែបងសំឡាញ់ដៃកាន់ងែបែជុំផ្ទាល់មិនអ្នកថៃមកអត់ទេអត់មែននិយាយលេងបងនៅមួយគ្រួសារពុពេញដោយភាពផ្អែមល្ហែមចាបងអំឡាញ់លោកប្តីពុនអំឡាញ់ចាបាទណប់ចិត្តណប់ចិត្តទៀតហើយថ្មីទៅស្រាវជ្រាវបានហ្នឹងបាទពាក្យទៀតបងតែភរិយាបងហៅបងមានពាក្យផ្សេងទៀតទេច្រើនបងអំឡាញ់ខឹងវិញមិនទៅបាទតែគាត់ខឹងពេលខឹងវាដោយខឹងវាមានកម្រិតស្រាលនិងកម្រិតធ្ងន់ចាកម្រិតស្រាលហ្នឹងព្រមវាថាបាត់តាណាយូរមកចាណាខឹងតិចតិចដល់ពេលលក្ខណៈកម្រិតធ្ងន់បាត់ពី3យប់ឡើងទៅចាមកណា4យប់ចុះ4យប់ចុះ4យប់4យប់លែងនិយាយហ្មងចាលែងនិយាយលែងទាំងអត់ទាំងបាយស៊ីទៀតគឺតែមានដល់សារភាពនៃ4យប់ហើយនៅស្រាប់ដល់គាត់ថាអត់តន់ឆ្លងកាត់ទៅនៅបាទតែមិនប៉ិនបើតាមដកស្រង់ស្ថិតិចិត្តរបស់គាត់ហើយអាចដល់កម្រិតអត់បាយហ្មងណាបើតាមមើលទៅគាត់ស្លូតទេចាបាទស្លូតហ្មងនិយាយទៅប៉ុណ្្នឹងស្លូតហ្មងបាទពេលគាត់នៅម្នាក់ឯងពេលមានខ្ញុំមានអីរឿងកោគាត់បន្តិចចាប់ដើមកាយឡើងនងតិចបាទតែឥឡូវដឹងចិត្តនេះច្បាស់ហើយយើងមានគ្រួសារយើងមានកូនថាឃើញកូនយើងស្រឡាញ់កូនយើងថែអាសាកូនថ្នាក់ត្រង់កូនប្រពន្ធគាត់មកថែអាសាកូនដែរស្រឡាញ់កូនដូចគ្នាដល់ពេលអញ្ចឹងមានការចិត្តស្និទ្ធមួយកូនស្រឡាញ់កូនដូចថាទៅណាអត់រួចហ្មងបាទស្រឡាញ់មែនតើហ្មងបាទប្រពន្ធឈ្មោះគេដែរប្រពន្ធខ្ញុំឈ្មោះស្រុនច័ន្ទនឿនបាទភេទស្រីអាយុ23ឆ្នាំកាលបានឆ្នាំហើយកាលបានឆ្នាំកាលបាន3ឆ្នាំជាងហើយបាទ3ឆ្នាំ4 10ថ្ងៃយ៉ាងស្រួលអូបាទ3ឆ្នាំ3 4 10ថ្ងៃចឹងទៅពេលជួបបងណាដែរបងថ្ងៃទី1ហ្នឹងនឹកមើលសិនណានេះភ្លេចបាត់ទៅជួបគ្នាដំបូងមួយពុនខ្ញុំហ្នឹងបាទថ្ងៃចាប់ភ្លេចថាថ្ងៃជុលមន់វាបានជួបគ្នាដាក់ភ្លេងកុំចេះតែថាការអូនថ្លៃពាក់មីអញ្ចឹងស្រុកប្រពន្ធពាក់មីនឹងប្រពន្ធខ្ញុំនៅផ្ទះម្លងផ្ទះមួយទេហើយអញ្ចឹងប្រពន្ធខ្ញុំមិនដែលស្គាល់គាត់ទេគាត់នៅរៀនហើយរៀនចេះអត់បាទរៀនបកាយអត់ថ្នាក់ទី12គាត់ប្រឡងយកធ្វើគ្រូតែអត់បានចាអញ្ចឹងដោយសារគាត់ស្គាល់ខ្ញុំភ្លាមគាត់ពងពេញប្រឡងធ្វើគ្រូតែបែរអារម្មណ៍ពេលហ្នឹងមកពេលស្គាល់ខ្ញុំមកគាត់ចាប់បែរអារម្មណ៍មកបែរអារម្មណ៍មកគាត់ទៅប្រឡងជាប់លែងដឹងគ្រូលែងចាញ់រស់ខ្ញុំឥឡូវចេះសុំសួរតោះគឺតាមមួយសំណួរទៀតមុននឹងយើងចូលទៅរឿងសិល្បៈចាថ្ងៃដែលបងសារភាពស្រឡាញ់ប្រពន្ធបងពេលនោះបងធ្វើមិនខ្លះបានគាត់ព្រមរៀបការជាមួយហ្នឹងយកអត់មានបានសារភាពអីទេគាត់ថាពេលដែលទៅកម្មវិធីការប្អូនថ្លៃរបស់ពាក់មីហ្នឹងបាទអាហ្នឹងគេឲ្យតម្រុយមកខ្លះថាពាក់មីគេថាចាំអញឃើញកូនគេនៅស្រុកនោះស្រុកកូនអញនោះកូនគេនៅរៀនកូនគេស្អាតបាតត្រឹមត្រូវបើឯងយកទៅគេលោកាត់បន្ថយការឈួតបានខ្លះហើយពុកពេញយើងដើរលេងណាយើងនៅពងស្ទាវគាត់ពងពេញពងការ៉េចូលខ្លួនកាលនោះចាបាទណាពេលហើយក៏មិនរចិត្តថាដើម្បីអនាគតហើយណាមួយយើងមើលទៅថាគ្រួសារគេសំរុំដែរអញ្ចឹងក៏តាមបងទៅមើលក៏ឃើញគ្នាហើយគ្នាទៅអង្គុយខ្ញុំអ្នករត់តុកការទីការហ្នឹងហើយគេហ្នឹងមកជាភ្ញៀវបាទអញ្ចឹងមើលម្លឹងទៅឃើញចាមកស៊ីមកចុកនេះចាំនិយាយមហោបការហ្នឹងហ៎មហោបការចាបងទៅមន់បងមកស៊ីមកចុកមកហើយក៏គិតបាទហើយអញ្ចឹងបើថាបើអញពេញចិត្តដែរគេសួរអញ្ចឹងណាបាទគេមិនបង្ខំយើងតែថាពេញចិត្តដែរអញ្ចឹងគេចូលសួរឲ្យគេរៀបចំឲ្យហើយអញ្ចឹងក៏អត់តន់ស្គាល់បាននិយាយមួយគេមួយម៉ាត់ណាសោះទាំងអស់អត់សោះហ្មងឲ្យបងខ្ញុំនឹងពាក់មីហ្នឹងគាត់សុំលេខពុកក្មេកខ្ញុំហ្នឹងចាសុំលេខពុកក្មេកខ្ញុំហើយតែទៅពុកខ្ញុំហើយបាន
ចង់ជួបកូនគេសុំបានលេខកូនគេឲ្យបានតាក់ទងនិយាយសម្ដីគ្នាដំបូងរកអានេះធម្មតាទេចាបាទគេសួរមិនដែរបើសិនជាយើងមិនដែរស្គាល់គ្នាខ្ញុំចូលសួរអីគេយកអត់សួរគេចឹងហ្មងសួរចាំបើយើងដឹងហើយបងស្រីឆៃមិនពេលហ្នឹងសួរពុកខ្ញុំហ៎ចឹងហ៎តើគាត់ថាអត់តន់ដឹងទេយកក៏មិនដឹងមិនយកក៏មិនដឹងបាទសំខាន់គាត់ថាចង់មើលចិត្តខ្ញុំសិនថាខ្ញុំនឹងមិនដែរមនុស្សអាចបងពាក់បានអត់បាទណែយពាក់ទេអត់តបានពាក់ទេបើនៅចង់និយាយថាគ្នាហើយតាក់តងអីនឹងរាប់អានគ្នាយឺរាប់អានទៅប្រឹងពាក់ខ្មែរលោកចាប់បានតែឥឡូវទៅកាត់នេះយកបានសេនាកំភៃអត់អីចាំដល់ទៀតអូចេះនិយាយទៅយើងតាក់ទងសំខាន់គ្រួសារប្តីប្រពន្ធយ៉ាងណាក៏ដោយទៅដល់ឆ្ងាយជើងបីណាក៏ដោយសំខាន់ការតាក់ទងគ្នាព្រោះបានជួបមុខក៏ផ្ញើជាសបុតចំនួនដើមគាត់ផ្ញើសបុតស្មានអត់មានអ៊ីមែលទេហើយឬមួយក៏ឥឡូវតាមទូរស័ព្ទឬមួយក៏តាមរូបអស់ Facebook រូបថតបាទសារតាក់ទងគ្នាគឺអត់បែកចិត្តទេបាទយើងឆ្ងាយឲ្យបានតាក់ទងគ្នាវាចាប់ផ្ដើមតាមចិត្តដូចគេថាចឹងមែនចាតែប្តីប្រពន្ធខ្ញុំអត់ផងថ្ងៃនោះឆ្លាញ់ខ្ញុំគ្រប់ដាច់ហ្មងអូម៉ានអើយអត់ណាស់ឆ្លាញ់ណាស់បងស្អីតាមរហូតទេអត់តាមទេសម្ដែងតាមពិតខ្ញុំមករស់នៅក្នុងពេញនេះខ្ញុំនៅvớiបងខ្ញុំពាក់មីចាពុនខ្ញុំនៅអ្នកលឿងស្រុកចិត្តហ្នឹងចិត្តប៉ុន្តែអត់ដែរបានទៅមិនចឹងវល់ដល់ពេលចឹងគាត់ខ្លាំងដែរតែជួបចឹងតែគាត់មានពេលវេលារបស់គាត់អត់ដែរតាមដានប្តីគាត់ទុកចិត្តប្តីហ្មងហើយខ្ញុំក៏មិនក្បត់គាត់ដែរគាត់តែខូចបានប្រាប់គាត់តែប៉ុណ្ណាអើយបងចាឥឡូវនេះរឿងពិតស្នេហាបងក្រៅឆាកបាទមានអីបន្ថែមទេក្រៅឆាកដូចអត់មានទេមានគុំហ៊ាននិយាយហ្នឹងនិយាយទៅអីមែនទេមកគេនៅរឿងបើចឹងមែននោះបើចឹងមែននោះគ្រូទេក៏ត្រូវការគូស្នេហ៍ដែរចាឥឡូវសុំចូលរឿងសិល្បៈវិញមិនមែនសុំទោសណាបងសួររឿងផ្ទៃក្នុងគ្រួសារបន្តិចតែឥឡូវនេះលោកអ្នកបានដឹងហើយថាក្រៅពីតារាល្បីក៏ផ្លែងធ្វើលោកអ្នកសាយក៏ដើរតួនាទីជាស្វាមីដ៏ល្អឪពុកដ៏ល្អចាអូនទូយុម៉ានទេកូនស្រីខ្ញុំអាយុ2ឆ្នាំហើយ6ខែអូនៅតូចដែរបាទទូចអត់តន់ប៉ុនខ្ញុំទេនៅចង់បានកូនប៉ុន្មានសរុបទាំងអស់អត់ទេបងប្រហែលជាប្រាថ្នាចង់បានកូន2ស្រី1ប្រុស1បាទលើបាន1ហើយតែបានស្រី1ហើយហើយប្រុសនឹងនៅកលៀតណាទេគាត់បានស្រាវយន្តក៏ផ្ញើប្រាប់រាដែកដារាហើយចាំបីវិញគឺសួរសំទោសបងណាសួររឿងផ្ទាល់ខ្លួនបន្តិចតែឥឡូវសុំចូលសិល្បៈវិញឥឡូវនេះមិនមានញឹកច្រើននេះបងចុងក្រោយហ្នឹងឥឡូវដូចរាល់ថ្ងៃអញ្ចឹងពេលណាយើងធ្វើការបានរវល់តើអត់ពេលណាយើងអត់ធ្វើអីហ្នឹងទៅនេះចានិយាយឬអត់និយាយឥឡូវបងតិចព្រោះថាស្ទីលនៃការនិយាយរបស់គាត់គឺប្លែកដងតាំងពីក្មេងឬក៏មិនដែរតាំងពីពោះដងហ្នឹងដឹងស្អីទេដងកដងដែរដង2លីត្រមែនកដងកន្លះលីត្រអង្គ talent បាទទឹកកសលទីខ្សលបានថាវាចរិតកដងវាចរិតហ្មងរឿងមួយយាតមួយយាតដងអីអត់ស្គាល់ហ្មងគេថាដងនឹងស្អីគេអត់ម៉ែថាដងមកពីភាសាអីសរសៃបារាំងទេដឹងបារាំងខ្មែរយើងមានតែមួយយាតចរិតអត្តចរិតអីចឹងទៅណាបាទហ្នឹងខ្មែរទីកសលមកពីណាដែរបងដូចអត់ដឹងមកពីណាទេខ្ញុំអត់ដឹងមកដឹងពីណាបោះឲ្យឬមួយក៏ទៅចាប់បានរាវបានកន្លែងណាទេវានៅក្នុងខ្លួនយើងហ្នឹងប៉ុន្តែយើងអត់ដឹងថាទៅបញ្ចេញនៅកន្លែងណាបាទនៅត្រង់ចំណុចណានៅអត់ដឹងទៀតបាទរហូតដល់ធំពេលបានចូលសិល្បៈប៉ុណ្ណឹងថាអាកំណត់របស់យើងហ្នឹងអាចចេញបាននៅពាក្យពេចន៍កន្លែងនេះសាច់រឿងកន្លែងនេះឬមួយក៏ជាសូកន្លែងនេះចេញទៅឲ្យបងប្អូនមើលទៅថាបាទសើចបាទក៏ជាកំណត់គិតហើយប៉ុន្តែឲ្យថាពីធម្មជាតិពីមុនមកក៏ខ្ញុំមិនជាអ្នកនិយាយផងធម្មតាអត់ជាអត់ធ្វើជាបានអត់សូវឈួតចឹងណាធម្មតានៅនឹងដូចគាត់ថាអត់សូវឈួតដូចបាទអញ្ចឹងមានថាការពីមុនអត់ចឹងដល់ពេលតើឥឡូវនិយាយចឹងទៅប្រពន្ធមានគិតថាតើគិតត្រូវឬក៏គិតខុសដែរតែច្រើនឥឡូវប្តីតែច្រើនបងស្រីដែរស្ដាយក្រោយអត់ស្ដាយទេមកទៅបាទយឺឃើញបានប្តីល្អបាទមានលុយភាពរៀបសាសូត្របូនដាច់ពីផ្ទះរហូតពុនបាទមិនសារខ្លួនឯងប៉ុនការពិតចឹងមែនហ្នឹងខ្ញុំនិយាយជំនួសពុនខ្ញុំចាឲ្យពុនខ្ញុំនិយាយគាត់មិននិយាយចឹងទេខំ confidence ជាមួយបងទៀតនៅអ្នកលឿងនិយាយជំនួសគាត់គិតចឹងចិត្តគាត់ប៉ុន្តែខ្ញុំមិនធ្វើអីឲ្យខុសពីដែលចិត្តគាត់ចង់បានបាទតែអ្វីដែលគាត់ចង់បានខ្ញុំតែអត់ធ្វើតាមអត់សូវបានធ្វើតាមឬគាត់នៅឆ្ងាយពីគ្នាមិនដឹងថាចិត្តគាត់ចង់បានអី
ជប់đâyប្រពន្ធមិនអត់ដឹងចិត្តគ្នាអញ្ចឹង ចុះបើចង្កាលគាត់ដឹងថាប្តីរវល់ទៅខែធ្វើការអញ្ចឹងគាត់អត់សូវជាតំណតំណងមកជាច្រើនពេលវេលាគាត់ទេមកព្រមឡើងងើបធ្វើអីហូបបាយនៅទៅណាថ្ងៃសួរហូបបាយនៅល្ងាចទៅណាតែ3ពេលទេគាត់សួរយើង ពេលព្រមឡើង អីយប់ឡើងងាត់ជ្រាបអត់ដែលឃើញពុនណាទេណាអីយប់ម៉ោង2ទេគោអត់ទេ បាទ អត់ដឹងពេលហ្នឹងប្តីហួសចិត្តហ្មងមិនដឹងទៅណាឲ្យវាសំរុំនឹងថាប្រពន្ធទុកចិត្ត បាទចុះមិនទេប្រាប់ប្រពន្ធវិញទៅបើប្រពន្ធអត់ទេមក អត់តែប្រាប់គាត់យើងគុំទម្លាប់ឲ្យគាត់ទេយប់ បងស្រីមានដាក់ខមមកសួរតាំងឯងស្លៀកពាក់ហើយនៅអី គាត់សួរណាពីដំឡើងគាត់សួរថាយើងទៅណាកាត់សក់គេអត់ព្រឹកហ្នឹង បាទ ហើយហូបបាយនៅ ចា សំខាន់គាត់គិតពីសុខភាពនិងសុខភាពរបស់យើងច្រើន ចាមានចម្ងល់មួយទៀតពីទស្សនិកជនដែលគាត់និយមទស្សនាបងធ្វើឲ្យគេសើចបងនិយាយឃ្លោងឃ្លាប្រយោគជួនកំណាប់ចុងជួនអីដូចជាល្អមែនតើបងរៀនមកពីណាឬក៏យ៉ាងមិនដែរបងទឹកភាសាមួយ បានរៀនតែហ្នឹងដូចគាត់ថាដងវិធម្មជាតិចឹងណាហើយកំណត់ដែលយើងនឹកឃើញថាប៉ុន្តែសំខាន់អ្នកលេងសិល្បៈដូចថាអ្នកកំ pl ែងតើតែអ្នកទស្សនាហ្នឹងចង់សើចដែរ ចា បាទ ហើយគាត់អត់ចង់សើចដូចថាគាត់បាក់ចិត្តក៏សើចចាញ់ដែរ មែនហ្នឹង ដូចជាឧទាហរណ៍អ្នកចាញ់លបែងច្រើនអីចឹងទៅពិបាកបំផុតលេងនៅកាស៊ីណូ បាទ យើងលេងកំ pl ែងនៅកាស៊ីណូ ចា ចំអ្នកចាញ់មកមើលអត់សើចទេលោកអើយលេងងាប់ទៀតអត់សើចផង បាទចាញ់ហ៎ ហើយដូចកម្មវិធីបនសពអីទៅលេងកំ pl ែងណាសើចគេអត់សើចទេ បាទ ទោះតែកម្មវិធីសបាយគោលការណ៍ជប់លៀងគូកំណើតបនសបាយហ្នឹងដាក់ទៅគឺសើច គេ បនអារម្មណ៍អ្នកមើលដែរ ចាចាបង ហើយសំខាន់សិល្បៈកំ pl ែងហ្នឹងគឺតាមកំណត់ខ្ញុំមិនថាខ្ញុំចេះទេប៉ុន្តែជួបប្រទេសរដងទៅលេងឡៃណាក៏ដោយថាអ្នកគ្រប់ត្រច្រើននិយាយមួយម៉ាត់គេសើចជូមានកម្លាំងចិត្តក្នុងការសម្ដែងនិយាយនឹកឃើញឲ្យបែបថ្មីប្លែកចង់លេងហ្មងហើយច្រឡំដាក់ទៅស្ងាត់អ្នកមើល បាទ និយាយឡើងអស់ពីពោះលេងទៅមើលអ្នកមើលឃើញអើយបាក់លេងណាបាក់ហ្មង បងធ្លាប់ជួបហេតុការណ៍នឹងដែរដែលនិយាយតែគេអត់សើចដូចជាកន្លែងណា គេអត់សើចគេខ្ពើមសើចហ្មង ណ៎ ដល់ពេលឃើញគេខ្ពើមសាច់យើងមានយុទ្ធសាស្ត្រមិនទៅកែប្រែស្ថានភាពមិន យុទ្ធសាស្ត្រដែលធំបំផុតគឺឆាប់ចូលក្នុង ចូលក្នុងក៏បានច្រើនគាត់ តែនិយាយលេងខ្លះមែនខ្លះគុំបងប្អូនទស្សនាគុំខាននិយាយលេងទេ នៅមានទេពកោសល្យមួយទៀតដែលបងបកកាយចុងក្រោយនេះមានបទចម្រៀងមួយបទដែលល្បីគ្រប់វិទ្យុទាំងអស់សុទ្ធតែចាក់បទនឹងចាគឺពុកកាន់ មិនកាន់សិលហ្នឹងជាបទចម្រៀងនៅប្រតិកម្មថោនទំចេញឆ្នាំថ្មីនេះមករំហុយដីហើយទេហើយនិយាយទៅចម្រៀងចេះតែពីរបទហ្នឹងមួយជីវិតហ្នឹង បទអីបង បទឆៃសេមួយហើយឲ្យមិនកាន់សិលហ្នឹងអាហ្នឹងដែលយើងភ្ជាប់នឹងជីវិតរបស់យើងទៅកន្លែងណាថាកម្មវិធីការគេចឹងទៅដល់តន់ច្រៀងទេអង្គុយស៊ីអីសិនស្ងាត់តយប់ជើងតិចបានជាងមួយបទ ចា ដល់ពេលរៀងដល់មកគេរំជាងបទទៀតមកតែពីបទហ្នឹងទេ បាទ ច្រឡំទៅដល់ក្បាលល្ងាចច្រៀងហើយល្ងាចដល់ពេលយប់ជ្រៅអង្គុយមើលគេមកនឹងច្រៀងគេ អត់ចិត្តជីវិតអីទៀតទេ ជាងពីបទទេ បាទ ចាអរគុណចឹងវគ្គក្រោយសំណពយបងជាងបទហ្នឹងណាបាទ បានតាអូច្រៀង3សារ4សារក៏បាន ពូចាក់នេះ ជាមែនតើអត់ចាប់ទី បាទ ទេ ជាងមែនតើលេងផ្ទាល់មក អូខេ តោះថ្ងៃហ្នឹងខ្ញុំសំឡេងខ្ញុំល្អផង ចា បាទយករូបផ្ទាល់មកជាងដែរ បាទហ្នឹងខ្ញុំនៅហ្នឹងច្រៀងផ្ទាល់មក ហើយវគ្គក្រោយសិក្សាផង អូអត់បានសិតលេងទៅស្មើសិតលេងទៅ ស្ពិតឡើងបាក់ក្រៅ5 នេះទាល់យកអាសម្រាប់ចាក់គេបុកគ្រឹះមកគ្រីបស្កត់វាបានចុះវាបាក់ចឹងឯណាចឹងឯណាលេងទៅណា មកមកចេះល្បើគេលែងយកទៅជាគ្រឿសុំសក់គាត់យកធ្វើគ្រឹះផ្ទះ មិនចង់សួរថាពិធីករទាំងពីរដូចថាកម្មវិធីពិចារណាមីទៅវី បាទ គឺមានជួបគ្នារហូត ចា បាទតែ2ហ្នឹង ពីរ សំគ្នាហើយសិតតែអ្នកប៉ិនសោចប៉ិនសួរប៉ិនលេង បាទ ហើយប៉ិនបាញ់ ខ្លាចជាគេអាចចង់ក្រោយ ប៉ិនបាញ់ហ្នឹងទៅមកដូចកម្មវិធីពេញចិត្តអត់អីចឹង បាទ ឃើញខាងគណៈកម្មការនោះសិតតែជំរឹះគណៈកម្មការមកសិតតែអ្នកកម្ពុជា រសជាតិ សិតតែមានតោតនៅគ្រប់យន្ត តែកម្មវិធីនេះគេតេស្តរើសគេដឹងថាអ្នកប្រកែកនិយាយមិនប្រកែកនេះគឺគេយកបន្ទាត់ទុកវាស់មាត់ទៅមាត់ធំយកចូលមក ដូចជា មកខ្ញុំទួយហ្នឹងណា ដូចជាកញ្ញារ៉ូលីនហ្នឹងនិងកញ្ញាដែលឈួតគ្រប់ពេល ស្រីរលី ឈួតគ្រប់ពេល ឈួតគ្រប់ពេល អូប៉ិនជំនាញភាសាគាត់មកហើយខាងតបុយប៉ិនសោច បាទ កឡៅថាកឡៅមិននៅឆ្ងៀម កើរហូត ចុះសណា គាត់
ដូចធម្មតាអត់មើលទៅជាប្រៃគួរឲ្យស្រឡាញ់ បាទអូ និយាយទៅស៊ីសងគ្នាត្រូវហ្មង បាទ គាត់ថាគាត់បងខាងនេះមានគ្រួសារហើយហ្នឹងណា មានហើយ បានបាក់ដែរគេនេះនៅម្លោះពេលហ្នឹងវាអត់មានពាក្យចាំរាមទេ បាទ ព្រោះមិនជឿថាសិតនៅលាវ ចា គាត់នៅកំឡោះដែរហើយមានពាក្យចាំរាមថាអូនពីរនាក់ហ្នឹងធ្វើទីក ចា យូរតិចធ្វើអីផ្សេងទៀតហេ ពីណាខ្ញុំចាំអារម្មណ៍ក៏មិនអាចដែរចាំអាចមានថ្ងៃទោះបីជាខ្ញុំអត់ទាន់មានស្វាមីក៏មិនអាចមានចាំអារម្មណ៍ដែរមិនអាចចា មើលណាដូចបងខ្ញុំចឹង ខ្ញុំអាយុបងចាត់ទុកជាប្អូនប្រុស បាទ អាយុបង12ឆ្នាំហ្នឹងមិនធម្មតាណា អត់ចឹងគាត់អាយុច្រើនហើយបង ស្នេហាគួរតែបរិះអាយុច្រើនជាងចា សំខាន់កៃឡូនិយាយចាំងចង់ស៊ីមេឃអីចឹងយកអត់ទៀងទេ ចាំតែខ្ញុំនិយាយចាស់ហើយ ចិត្តមើលរឿងនេះមើលរឿងយ៉ាងគួរមើលស៊ីឡុងនី អូអ្នកគ្រូនឹងកូនសិស្ស ហ្នឹងហើយរៀនយ៉ាទៅណាទៅយកនឹងមក ហើយយកបងតែយកបងខាងណាបងខាងណាបងអូន បាទ ភ័ក្រយកបងអាយុបងអូនប៉ុន្មានឆ្នាំចា ជាខ្ញុំពុនខ្ញុំ ចាប្រពន្ធណា បាទពុនខ្ញុំប្អូនខ្ញុំហើយជាមើលខ្ញុំ30គាត់23ហើយជា7ឆ្នាំប្អូន ចា ប៉ិនដល់ពេលថតការមួយគ្នាឃើញសំគ្នាហ្មងឃើញក្មេងចាស់ទេ ដូចថាខ្ញុំទៅគាត់ក្មេងខ្ញុំរៀងចំណាស់ តែពេលដាក់ចិត្តគ្នាចាស់ទាំងពីរ ចាស់សទុំចាស់មើលទៅល្អមើលហ្មង គូព្រេង កាមេរ៉ាជួយផងឲ្យមួយពលឺឯង បាទ ពេលថតហ្នឹងហ៎ អត់ទេឃើញអត់មានពលឺផង អត់ទេគេដាក់ពលឺច្រើនហើយគេយកកែទៀត អ្នកថតកថាស្អាតណាស់អ្នកថតកថាស្អាតណាស់សំគ្នាណា មួយសំណួរចុងក្រោយបងហើយនឹងភរិយាបងឆ្នាំអីនឹងឆ្នាំអីបានចេះស្រឡាញ់គ្នាបានយូរអញ្ចឹង នេះគាត់សួរស្លាញ់នេះបានយូរចាំស្លាញ់គ្នារហូត អូខេរហូត តែម្ដងឲ្យគេស្លាញ់ធប់ពេលណានេះសួរ តាមមិនដែរ ឆ្នាំអី អឺ បង ភរិយាខ្ញុំពុនខ្ញុំហ្នឹងគាត់ឆ្នាំមមី បាទ ហើយខ្ញុំហ្នឹងឆ្នាំជូត បាទ ជូតក្រុលហើយនេះសេះវាអត់ត្រូវធៀបគ្នាប៉ុន្តែអាចនៅមួយគ្នាបាន ចា ព្រោះអាសាដោយសារអីអត់នៅផ្ទះមួយគ្នាចុះប្តីនៅពេញប្រពន្ធនៅអ្នកលឿង បាន តែមើលទៅជូត ជូតតែជូតតែនេះ មិនធៀបទៅតោបហ្នឹង ហើយជូនបងឲ្យបងឲ្យក្រុមគ្រួសារមានសុភមង្គលរហូតហើយក៏ដូចជាមានប្រជាប្រិយភាពបន្ថែមទៀតនៅវគ្គក្រោយទូទស្សនិកជនចាតារាក្រិយុនឹងមានបទចម្រៀងដែលកំពុងតែពេញនិយមជឿនជូនលោកអ្នកផ្ទាល់តែម្ដងដោយមិនចាក់ CD ឡើយជួបគ្នានៅវគ្គក្រោយជាបន្តទៀតអញ្ញាសម្រាប់បន្តិចសិន